សួស្តីបងប្អូនថ្ងៃនេះ admin នាំវីដេអូថ្មីមកបង្ហាញថ្ងៃនេះ admin ទៅមើលផ្ទះនៅបរិយាលេខនវត្រានៅផ្លូវ 6A តាមពិតទៅយើងចាត់ថាផ្លូវ 6A តែពិតវាចុះពី 6A ចុះមកក្នុងរៀងជ្រៅដែរតាមស្មានអាចចន្លោះពី20គីឡូដែរចុះមករៀងឆ្ងាយចិត្តដល់ប្លុកទឹកដីគេហៅស្រែ100អាហ្នឹងយើងនិយាយតាមយើងមើលឃើញអញ្ចឹងណាតែចាក់ស្ដែងយ៉ាងម៉េចលើបងប្អូនធ្លាប់ទៅប៉ុន្តែមានបងប្អូនមួយចំនួនខ្លះគាត់ធ្លាប់ដឹងដែរព្រោះអាចបងប្អូនខ្លះគាត់មានផ្ទះនៅក្នុងដែរដែលធ្វើមិនទាន់ហើយករណីលេងនវត្រាគាត់ធ្វើផ្ទះអត់ទាន់ហើយហ្នឹងឥឡូវខាងក្រសួងគេទទួលធ្វើបន្តពីលេងវត្រាប៉ុន្តែវានៅតែសហការនៅជាមួយលេងវត្រាដដែលទេគាត់ថាក្រសួងគេជួយសម្របសម្រួលក្នុងការសាងសង់អញ្ចឹងផ្ទះដែលខ្ញុំបង្ហាញហ្នឹងគឺផ្ទះពីមុនមកគឺអត់ទាន់ធ្វើទេនៅក្រងឆ្អឹងធ្នឹមនឹងប្លង់សេចោលនៅឡើយទេតែដោយសារបងប្អូនប្រជាពលរដ្ឋដែលគាត់ទិញផ្ទះនៅក្នុងហើយគាត់ទិញហើយអត់បានផ្ទះហ្នឹងឥឡូវហ្នឹងគេខាងក្រសួងគេចុះមកសម្របសម្រួលជួយសាងសង់បន្តដើម្បីកុំឲ្យមានបញ្ហាបាតុកម្មពីបងប្អូនដែលគាត់នៅមានផ្ទះនៅក្នុងអញ្ចឹងខ្ញុំបង្ហាញផ្ទះដែលគេកំពុងធ្វើរួចហើយហ្នឹងផ្ទះដែលគេកំពុងធ្វើហើយបងប្អូនហើយផ្ទះដែលឃើញថារៀងប្លែកជាងគេនោះផ្ទះនោះម្ចាស់ផ្ទះគេធ្វើខ្លួនឯងហើយតាមដឹងឮថាថែមលុយឲ្យគេអស់ 20000 ទៀតណាបានធ្វើផ្ទះខ្លួនឯងហ្នឹងហើយគេឲ្យដី2ប្លង់នៅស្រែ100មួយប្លង់នៅគេនឹងមួយប្លង់នៅខាងក្រោយដីហ្នឹងគេឲ្យ2ប្លង់អ្នកដែលធ្វើផ្ទះខ្លួនឯងប៉ុន្តែគេតម្រូវឲ្យយើងបង់ 20000 បន្ថែមទៀតអញ្ចឹងអ្នកដែលគេមានលុយគេបង់ 20000 បន្ថែមហើយគេបានដី2ប្លង់ហើយសាងសង់ខ្លួនឯងយកជាងមកធ្វើខ្លួនឯងតែបើយើងយកជាងនៅក្នុងស្រាប់ក៏បានដែរព្រោះជាងនៅក្នុងគេមានស្រាប់ដែរអញ្ចឹងគេដឹងសំណងមិនអីមិនគេដឹងឆ្នាំមិនអីមិនគេធ្វើឲ្យយើងមិនយើងប្រាប់ច្រើនទេគាត់ថាយើងដេកបន្ថែមទៅហើយផ្ទះឃើញទុកចោលនោះក៏ផ្ទះដែលគេធ្វើខ្លួនឯងដែរតែគាត់ថាគេមិនទាន់មានលុយណាអញ្ចឹងគេទុកចោលចុះផ្ទះដែលកំពុងធ្វើប្រើឃើញលាបថ្នាំស្អាតបាត់អស់ហ្នឹងគឺខាងក្រសួងគេចុះធ្វើជូនដើម្បីបញ្ចប់ឲ្យម្ចាស់សំណងឬក៏ម្ចាស់ដែលគេទិញដីហើយគេទិញផ្ទះហើយឲ្យគាត់ឲ្យអ្នកដែលគេទិញនឹងបានស្ងប់ចិត្តកុំឲ្យថាទិញផ្ទះលេខមាត្រាស់ហើយអត់បានផ្ទះអញ្ចឹងណាយើងគិតទៅវាច្រើនដែរវាច្រើនឆ្នាំដែរហើយតាំងពី2022 23និយាយរួមទៅផ្ទះហ្នឹងផ្ទះឪក្មេងខ្ញុំគាត់ទិញយូរដែរហើយគាត់បងដាច់គាត់បងដាច់ហើយគេសន្យា1ឆ្នាំបានផ្ទះតែតាំងពីបងដាច់មកសន្យា1ឆ្នាំបានផ្ទះហ្នឹងគឺចូលចង់4ឆ្នាំមុនគាត់ហើយមកដល់ឥឡូវថ្មីហ្នឹងមិនទាន់បានផ្ទះតែក្រសួងគេចូលដោះស្រាយមិនបានផ្ទះមិនបានទៅចាប់បានសាងសង់ផ្ទះហើយកម្មករដែលមកធ្វើផ្ទះខ្ញុំសួរទៅសិតតអ្នកភាសឹកជំភាសឹកឲ្យមកខ្វះខាតណាខ្ញុំជួយជាលុយជាកាក់ជាអង្គជួយឲ្យគាត់ទៀតវាតាមពិតយើងរឿងគាត់មកធ្វើផ្ទះធ្វើអីឲ្យយើងវាជារឿងរបស់បរិយាប៉ុន្តែយើងឃើញគាត់ពិបាកមានកូនតូចមានអីគេអាណិតគាត់ជួយឧបត្ថម្ភជាលុយជាកាក់ជាអង្គជាខោអាវទិញទូចទៅដើម្បីឲ្យគាត់ហើយគាត់មកសាងសង់ផ្ទះនេះគឺគេម៉ៅលក្ខណៈថាមកគ្រួសារម៉ៅបានមកផ្ទះមកគ្រួសារម៉ៅបានមកផ្ទះអញ្ចឹងជាងដែលមកពីច្រើនគាត់ខាងសំណងគាត់មកលក្ខណៈគ្រួសារមកប្តីប្រពន្ធមានកូនមានក្មួយមកជាមួយចឹងអញ្ចឹងគាត់មកគ្រួសាររបស់ជាងហ្នឹងគាត់ម៉ៅបានមកផ្ទះទៅម៉ៅហើយបន្ទះហ្នឹងទៅធ្វើផ្ទះផ្សេងទៀតប៉ុន្តែគាត់មួយចំនួនគេខាងរៀបអិតចឹងទៅហើយរៀបអិតបោកអញ្ចាំងឲ្យចប់គេទៅធ្វើផ្ទះថ្មីមួយទៀតអញ្ចឹងគេទុកឲ្យជាងបិដានជាងភ្លើងគេចូលម្ដងគេចែកការងារគ្នាដាច់ហើយសម្រាប់បងប្អូនដែលបានផ្ទះបានអីសូមជួយអបអរផងព្រោះអីទំមតែបានផ្ទះនៅវត្តនាណាខ្ញុំឃើញផ្ទះខ្ញុំជិះក្នុងហ្នឹងខ្ញុំជិះរកមើល
ឃើញផ្ទះបងប្អូនមួយចំនួនគេដាក់លក់ប្រហែលជាគាត់បងប្អូននេះអញ្ចឹងប្រហែលជាគាត់មានបញ្ហារឿងធនាគារឬក៏គាត់ទៅលេងរូនអញ្ចឹងគាត់ដាក់លក់វិញអញ្ចឹងណាផ្ទះឃើញផ្ទះធ្វើហើយផ្ទះដែលខ្ញុំបង្ហាញផ្ទះ0តម្លៃដែលគេដាក់លក់ដំបូងកាលមិនទាន់មានផ្ទះមានអីលក់ក្នុងប្លង់ក្នុងគម្រោងមិនទាន់មានស្អីទេនៅដីព្រែកដីបឹងដល់ឡើយទេក្នុងគម្រោងគេលក់19000ទៅ12000តាមប្រភេទផ្ទះរបៀបថាផ្ទះកែងផ្ទះកដាលផ្ទះអីចឹងណា19000តែឥឡូវគេដាក់លក់វិញនឹងលក់ប៉ុន្មានខ្ញុំមិនបានសួរដែរបងប្អូនយើងធ្វើឲ្យមួយកណ្ដោតែអត់ទាន់ឃើញមានអ្នកមកនៅជាច្រើននេះទេអ្នកខ្លះគេទិញទុកចោលអ្នកខ្លះគេដាក់អីវ៉ាន់ចោលទៅគេទៅនៅផ្ទះផ្សេងហើយខ្ញុំគិតថាបើសិនជាបងប្អូនមានលុយទៅទិញឥឡូវតន់ផ្ទះនៅថោកអញ្ចឹងអាចចំណេញថ្ងៃក្រោយអញ្ចឹងណា